យោជន៍ដែលខ្ញុំទទួលបានពីការបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះទីមួយគឺខ្ញុំមានការងារមួយផ្ទាល់ខ្លួនដែលពីមុនមកខ្ញុំគិតថាខ្ញុំអត់គិតថាខ្ញុំអាចនឹងមានជំនាញមួយដែលយើងចាប់បានផ្ទាល់ខ្លួនដែលយើងស្រឡាញ់មកបាទនិយាយរួមទៅខ្ញុំទទួលបានការសិក្សាច្បាស់លាស់និងចំណេះដឹងការសិក្សានៅទីនេះល្អលោកគ្រូអ្នកគ្រូគាត់បង្ហាត់បរៀនល្អថាប្រយោជន៍បាន280000ហើយនឹងជំនួយឲ្យយើងចេះយល់ដឹងពីភ្ញៀវអាពេលគាត់ត្រូវការអីយើងដឹងពីផលប្រយោជន៍ហ្នឹងលោកគ្រូបរៀនបន្តបណ្ដាពីតូចទៅធំគាត់បរៀនប្រអិតជាមួយយើងមិនច្រើនទោះយើងមិនយល់គាត់បរៀនយើងម្ដងតិចសំចាសាលាគឺបានផ្ដល់ដូចជាកន្លែងស្នាក់នៅរៀនពេញម៉ោងល្អហើយទឹកភ្លើងអីគឺអត់គិតថ្លៃទេចំពោះអ្នកដែលមានបានគឺគាត់អាចមានប្រាក់ឧបត្ថម្ភបន្ថែមទៀតចាបងខ្ញុំសនំពរទៅដល់បងប្អូនឬក៏យុវជនផ្សេងទៀតដែលគាត់អត់មានលទ្ធភាពក្នុងការរៀនតអាចមកដាក់ពាក្យរៀននៅសាលាវិជ្ជាជីវៈបណ្ដុះបណ្ដាលនេះបានហើយនិយាយទៅជំនាញណាក៏ដោយឲ្យតែយើងស្រឡាញ់យើងអាចរៀនបានដូចគ្នាកុំគិតថាជំនាញនេះទៅនារីរៀនអត់បានទេអញ្ចឹងអត់កុំបាច់គិតអញ្ចឹងឯងល្អជាងចាជាបងខ្ញុំសូមអរគុណទៅដល់សម្ដេចបវរធិបតីហ៊ុនម៉ាណែតដែលគាត់បានបង្កើតកម្មវិធីនេះឡើងយុវជនដែលគាត់ខ្វះខាតជីវភាពហើយដែលបានផ្ដល់ជាថវិកាដល់សិស្សដែលមានបានក្រីក្រឬបានងាយរងហានិភ័យដែរបងខ្ញុំសូមថ្លែងអរគុណឲ្យលោកគ្រូអ្នកគ្រូដែលបរៀនដែលឲ្យខ្ញុំមកមានរៀនឲ្យមានការងារធ្វើឲ្យខ្ញុំចំណេះចេះដឹងជាចុងក្រោយខ្ញុំបាទសូមថ្លែងអំណរគុណដល់សម្ដេចបវរធិបតីហ៊ុនម៉ាណែតដែលបានបង្កើតកម្មវិធីនេះមកដែលអាចឲ្យពួកខ្ញុំនិងយុវជនដទៃទៀតមានជំនាញមួយដែលគាត់ស្រឡាញ់គាត់ចាប់អារម្មណ៍គាត់អាចរៀនបានសម្រាប់តែគាត់អត់មានលទ្ធភាពរៀន